បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានspeaker មួយដែលថ្មីបាទដូចខ្ញុំបង្ហាញនេះគេជាប្រភេទឆាតសិចបាទដែលវាមានរូបរាងចេញមកបាទបែបពណ៌ស្រស់ស្អាតបាទហើយតកតងជាមួយនឹងរូបរាងគឺវាដូរ180ដឺក្រេជាមួយនឹងឆាត file តែម្ដងបាទមិនថាតែរូបរាងទេគឺតកតងជាមួយនឹងខ្សែកាំបាទក៏មានដែរបាទបើឆាត file គឺអត់មានតែម្ដងខ្សែកាំបាទឥឡូវតកតងជាមួយនឹងការខ្សែកាំបាទក៏វាធ្វើការផ្លាស់ប្ដូរបាទជាមួយនឹងកន្លែងប៊ូតុងបិទបើកក៏វាធ្វើការផ្លាស់ប្ដូរដែរបាទគេដាក់មកធំជាងមុនច្បាស់ជាងមុនហើយរបៀបការប្រើប្រាស់គឺវាមកបានល្អជាងប្រភេទ chat file បាទនេះគូខាងក្រោយបាទរបស់ឆាតសិចបាទគូខាងក្រោយរបស់វារបស់ឆាតសិចបាទអញ្ចឹងកន្លែងនេះគឺគេអាប់ដេតមកថ្មីតែម្ដងគឺគេដាក់ជាមួយនឹងរុន USB ទេបាទអានេះគេដាក់រុនជាមួយនឹង USB ទេគឺគេដាក់ជាមួយនឹង Type C តែមួយគ្រាប់តែម្ដងបាទបើចំពោះ charge file គឺគេមានកន្លែងសាកថ្ម U អីសំទោសកន្លែងសាកថ្មរុន Type C កន្លែង share ភ្លើងចេញដូចជា power bank ហ្នឹងគេដាក់ USB តែឥឡូវអត់ទេគឺដាក់ Type C ទាំងអស់បាទសាកក៏កន្លែងហ្នឹងបាទ share ភ្លើងចេញក៏កន្លែងហ្នឹងដែរកន្លែងរុនសាករបស់វាបាទអញ្ចឹងភ្លើងរបស់វាធំដែរបាទ5 វ៉ុលស្មើនឹង2.1 អាំពែបាទគឺធំបាទហើយកន្លែងសាកភ្លើងហើយនឹងshare ភ្លើងចេញគឺធំមែនតើបាទសាកបានលឿនហើយ share ភ្លើងចូលទៅឧបករណ៍បាទដូចជាទូរស័ព្ទរបស់យើងអស់មកនេះក៏វាសាកបានលឿនមែនតើបាទតកតងជាមួយជើងខាងក្រោមក៏គេដូររូបរាងដែរបាទពីមុនគេអត់ធ្វើបែបនេះទេគេដាក់ឡាយបាទអាប្រភេទជ័រហ្នឹងតូចៗនេះគេដាក់ណូតបែបនេះបាទតែឥឡូវអត់ទេគេដាក់តែពីរទេធំសងខាងហើយប្រភេទជ័រនេះជាប្រភេទជ័រតុនបាទជាប្រភេទជ័រសេកុំបាទគេធ្វើ fix ជាមួយនឹងតួខាងក្នុងតែម្ដងនេះខ្ញុំទាញឲ្យមើលបាទគឺគេធ្វើជាប់ជាមួយតួខាងក្នុងតែម្ដងអញ្ចឹងបងប្អូនយកទៅប្រើប្រាស់បាច់ភ័យថាវាលបអីបាទប្រភេទនេះវាអត់លបអីបាទកន្លែងទម្រជើងរបស់វាក៏វាធ្វើមកធំជាងមុនបាទហើយតកតងជាមួយនឹងកន្លែងយើងមើល power បាទកន្លែងយើងមើលថ្មបាទនេះក៏គេធ្វើមកធំជាងមុនហើយច្បាស់បាទភ្លើង LED ច្បាស់ជាងមុនដែរបាទកន្លែងមើល power បូកទាំង logo ក៏គេធ្វើមកបែបរាង post 3D បាទអានេះបែបរាង post 3D ជាមើលទៅតែម្ដង logo តែបើយើងយកដៃមកសៀបយ៉ាងគឺវាស្មើជាមួយនឹងសាច់នេះសាច់តួរបស់វាបាទគឺស្មើគ្នាបាទវាអត់មានសៀបមកកន្លែងនេះវាពករាងខ្ពស់ឯងអត់ទេសៀបមកស្មើតែយើងមើលទៅបែបតាក់ទាញបែបរាង post 3D បាទហើយកន្លែងប៊ូតុងឡើងចុះសំឡេងហើយនៅ scope ហ្នឹងគឺមើលទៅស្អាតបាទគេធ្វើអណ្ដែតនៅលើសាច់កណាស់តែម្ដងនេះណាបាទប៊ូតុងឡើងចុះបាទអញ្ចឹងតើតើជាមួយកន្លែងក្លោតនេះក្លោតខ្យល់ឬមួយយើងហៅថាក្លោត subwoofer របស់វាបាទមើលទៅតាក់ទាញបាទពណ៌កាឈូកបាទខាងក្រៅបែបពណ៌កាឈូកស្រាលបាទខាងក្នុងពណ៌កាឈូករាងក្រាស់បាទមើលទៅចង់តែចាំតាមតែបងប្អូនគិតទៅបាទបើចំពោះខ្ញុំវិញដូចជាហួយអញ្ចឹងខ្ញុំចង់ទៅញ៉ាំមែនតើអត់និយាយលេងណាបងប្អូននិយាយមែនតែម្ដងបាទឥឡូវតកតងជាមួយរូបរាងគឺខ្ញុំបកស្រាយឲ្យតែប៉ុណ្្នឹងទេជាក់ស្ដែងបងប្អូនចង់កាន់តែច្បាស់បងប្អូនអាចមកសាកជាមួយនឹងផលិតផល Charge Stick នៅ Nanoson ពូជចន្ទង់បានបាទដែលសន្ធិដ្ឋនៅលើផ្លូវសង្ហព័ន្ធរ៉ូស៊ីផ្លូវ110បាទក្បែរសា Century បាទជាប់ជាមួយនឹងសាលារៀន BLT តែម្ដងបាទអញ្ចឹងបងប្អូនងាយស្រួលក្នុងរកទីតាំងទេបាទហើយបើបងប្អូនថាអូខេអត់សូវស្គាល់សា Century បងប្អូនអាច search ទៅតាម Google Map បានបាទដែលខាងសាខាបងប្អូនដាក់ទីតាំងនៅក្នុង Google Map បងប្អូនគាត់ឲ្យវាយឈ្មោះបាទ Nanoson ពូជចន្ទង់ទៅគឺឃើញហើយបងប្អូនអាចជិះមកតាមហ្នឹងក៏បានដែរបាទឬមួយបងប្អូនស្គាល់សា Century បងប្អូនមកសា Century មកជិះហួសសាលាខណ្ឌប្រហែលជា200ម៉ែត្រមកនៅខាងហ្វេងដៃបាទសម្រាប់បងប្អូនមកពីខាងពលានណាបាទនៅខាងហ្វេងដៃឃើញផ្លាក JBL ហើយនឹង Nanoson បាទshowroom របស់បងគឺមានភាពងាយស្រួលក្នុងការរកបាទអត់ពិបាករកទេបាទឥឡូវតកតងជាមួយទីតាំងអីបាទបើបងប្អូនចង់លម្អិតទេបងប្អូនអាច search មើលនៅក្នុង page របស់ Nanoson ពូជចន្ទង់បានបាទលេខទូរស័ព្ទហើយនឹង map អីគឺខាងបងប្អូនដាក់នៅលើទូទួលក្នុងតែម្ដងអូសំទោសមិនដាក់លើទូទួលទេដាក់នៅលើវីដេអូបាទដាក់នៅលើវីដេអូតែម្ដងបាទអញ្ចឹង
តើតជាមួយនឹងកម្លាំងថ្មរបស់ឆាតសិចបាទកម្លាំងថ្មរបស់វាក៏វាមកធំជាងមុនដែរបាទ28ម៉ោងបើឆាត file ពីមុនគឺបានតែ20ម៉ោងទេឥឡូវគេអាប់ដេតមកបាន28ម៉ោងបាទសម្រាប់ឆាតសិចហើយតើតជាមួយកម្លាំងបាតក៏វាមកធំជាងមុនដែរបាទវា40វ៉ាត់បាទនេះមកធំជាងមុនបាទ40វ៉ាត់តែម្ដងបាទសំឡេងរបស់វាបុកបានមកខ្លាំងចេញមកបែប clear បានអេហ្គួយហ្នឹងចេញមកច្បាស់ល្អបាទប្រភេទនេះហើយតកតងជាមួយនឹង version Bluetooth ក៏ជាប្រភេទ version ចុងក្រោយគេបង្អស់ដែរបាទversion របស់វា 5.4 បាទជាប្រភេទ version ដែលខ្ពស់ជាងគេបង្អស់បាទ version នេះគឺversion Bluetooth គឺវាចាប់បានចម្ងាយបានឆ្ងាយជាងមុនសំឡេងបញ្ជូនមកពីទូរស័ព្ទចូលមកធុងបាសបាទបានល្អវាអត់ឡានល្អួលបាទសំឡេងចេញមកបុកបាសធ្ងន់ច្បាស់បាទលះល្អបាទអញ្ចឹង version ក៏ខ្ពស់កម្លាំងថ្មក៏ខ្ពស់បាទកម្លាំងវ៉ាត់ក៏ខ្ពស់បាទសម្រាប់ charge set នេះគឺខ្ពស់គ្រប់បែបយ៉ាងបាទសម្រាប់រូបរាងវាវិញគឺដូរ380ដឺក្រេបាទគឺដូរទាំងអស់តែម្ដងមិនមែនជាតកូល charge file ទេខ្ញុំគិតថាអញ្ចឹងបាទព្រោះអីបើយើងដាក់ខ្សែដូចកូន Extreme បាទដូចកូន Extreme 4បាទចំពោះ charge file នេះបាទតែបើយើងដាក់ខ្សែទៅវាដូចជា Boombox 3បាទវាដូចជា Boombox 3តែបើយើងយកខ្សែនេះដាក់រៀងដាក់កាន់ប្រឆិតចឹងវាអូខេវាដូចជា slip set បាទយើងអាចកាន់ដូច slip set បានអញ្ចឹងព្រោះវា charge file វាចេញមកស្អាតជាងមុនឆ្ងាយបាទឆ្ងាយមែនតែនហ្មងហៅឡើងលឺនេះ charge file យកមកដាក់ជាមួយ charge set បាទបងប្អូនបាសជាមើលមុនដំបូងគឺចាប់អារម្មណ៍ charge set តែម្ដងដោយសាររូបរាងហើយទាំងពណ៌ទាំងការ design គឺមើលមកវាប្រណិតជាងបាទហើយតើតជាមួយនឹងសំឡេងគឺបុកបាសចេញមកធ្ងន់មែនតើបាទខុសពី charge file charge 3បាទខុសគ្នាឆ្ងាយបាទសំឡេង charge set នេះបើយើងប្រៀបធៀបជាមួយនឹង Extreme 2បាទ Extreme 2សំឡេងដូចគ្នាបុកបាសមកខ្លាំងដូចគ្នាបាទប្រភេទ charge set នេះបាទអូខេតកតជាមួយនឹងសមត្ថភាពហើយនឹងរូបរាងអីបងប្អូនបើចង់មកមើលច្បាស់បងប្អូនអាចមកមើលហើយនឹងធ្វើតេស្តបាននៅ Nanosound ពួយចន្ទង់បាទដែលបងប្អូនបានប្រាប់ទីតាំងនៅខាងលើវីដេអូនឹងតែម្ដងបាទបងប្អូនអាចទំនាក់ទំនងឬមួយសាកសួរព័ត៌មានអីបានទាំងអស់បាទបើសិនជាបងប្អូនមានពេលទំនេរបងប្អូនអាចមកធ្វើតេស្តផ្ទាល់នៅខាង showroom Nanosound ពួយចន្ទង់បាទបងប្អូននឹងទទួលបានបទពិសោធន៍និងរសជាតិសំឡេងបាទបែបសម័យថ្មីបាទមិនមែនតែខ្ញុំចេះតែ review ទេគឺប្រភេទនេះគឺវាចេញមកស្អាតមែនតែម្ដងសំបីតែខ្ញុំក៏ឃើញហើយអូយ the best បាទខ្ញុំថាឲ្យ the best តែម្ដងតើតជាមួយរូបរាងពណ៌បាទស្អាតប្រណិតមើលទៅតាក់ទាញចិត្តបាទបើចំពោះបងប្អូននារីអីបងប្អូនជួបពណ៌ការឈូកមកអត់ខកបំណងទេស្អាតវាមិនមែនជាប្រភេទពណ៌ការឈូកសតទេអានេះវាលាយឡាយបាទវាឡាយរាងពណ៌ដោះគោតិចបាទរំលេចជាមួយនឹងពណ៌ការឈូកបាទមើលទៅស្អាតវាអត់សាំនិយាយចាំទៅចេញមកសេរីថ្មីអត់សាំតែម្ដងមើលស្អាតបាទអរគុណបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំបាទដែលខ្ញុំ review បាទអរគុណច្រើនបាយបាយ